ជំរាបសួរបងប្អូនជាទីស្រឡាញ់និងជាទីរាប់អានទាំងអស់គ្នាផងដែរហេតុអីបានយើងម្នាក់ចាំបាច់ត្រូវប្រើប្រាស់ប្រភេទនៅផលិតផលមួយគេហៅថាលេការពារកម្ដៅថ្ងៃឬក៏ប្រភេទ sunscreen បាទពីព្រោះបច្ចុប្បន្នកាលមនុស្សយើងម្នាក់បានប្រើប្រាស់ប្រភេទទូរស័ព្ទបាទយើងប្រើប្រាស់នៅលើមុខកញ្ចក់ទូរស័ព្ទយើងច្រើនមែនទែនវាធ្វើឲ្យមានផលរំខានប៉ះពាល់ទាំងកែវភ្នែកប៉ះពាល់ទាំងផ្នែកស្បែកផងយើងឬក៏យើងត្រូវកម្ដៅពន្លឺព្រះអាទិត្យកម្រិតធ្ងន់វាធ្វើឲ្យមានបញ្ហាសើស្បែកនៅលើផ្ទៃមុខផងយើងអញ្ចឹងហេតុអីបានយើងចាំបាច់ប្រើប្រាស់លេការពារកម្ដៅថ្ងៃជួនកាលនៅពេលដែលយើងធ្វើការទិញផលិតផលដែលថ្លៃមែនតែនប៉ុន្តែចុងក្រោយយើងអត់បានជ្រើសរើសជាមួយនឹងផលិតផលការពារកម្ដៅថ្ងៃមួយដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់បំបត្តិស្នាមបំបត្តិការរលាកឬក៏បំបត្តិការស្លាប់នៃកោសិកាផ្សេងៗនៅលើផ្ទៃមុខផងយើងផងដែរអញ្ចឹងការប្រើប្រាស់ជាមួយនឹងលេការពារកម្ដៅថ្ងៃគឺមានសារៈសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាផងដែរបាទអញ្ចឹងលេការពារកម្ដៅថ្ងៃយើងគឺមានប្រសិទ្ធភាពខ្ពស់លុះត្រាតែបងប្អូនប្រើមុនចេញដំណើរទៅទីជិតទីឆ្ងាយមុនយ៉ាងតិចក៏15នាទីដែរដើម្បីឲ្យសារធាតុលេនៃ sunscreen វាជ្រាបចូលទៅដល់ស្រទាប់ស្បែកផងយើងដែលមានប្រសិទ្ធភាពខ្ពស់ប៉ុន្តែបច្ចុប្បន្នកាលនេះយើងបានប្រម៉ូ ingredient ក្នុងការផលិតនៅសមាសធាតុស៊ីបសំដែលមានតាំងពីប្រភេទ glow មានតាំងពីធ្វើឲ្យស្បែកទន់បាទមានជាប្រភេទ toner មានប្រភេទធ្វើឲ្យសាច់យើងម៉ត់និងទន់និងពណ៌ pink ឬក៏ពណ៌ផ្កាឈូកហើយធ្វើឲ្យរក្សាផ្ទៃមុខបានរយៈពេល24ម៉ោងលើ24ម៉ោងបាទនេះគឺជាចំណុចសំខាន់មួយដែលយើងចាំបាច់ប្រើប្រាស់ប្រភេទ sunscreen បាទអញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនជួយធ្វើការ follow page និងធ្វើការ share វីដេអូនេះបន្តដើម្បីទទួលបាននៅវីដេអូក្រោយៗបន្ថែមទៀតនិងធ្វើការចែករំលែករាល់ផលិតផលទាំងអស់សិតសឹងតែជារូបមន្តមកពីប្រទេសកូរ៉េហើយក៏យើងបានធ្វើការ stand by នៅតំបន់ឈូវ៉ាក្រាំងក្នុងផងដែរដែលយើងមានដៃគូសហការជាមួយនឹងដុកទ័របាទដុកទ័រ PH បាទដុកទ័រហួរភេងដែលគាត់មានផលិតជា CEO មួយក្នុងការផលិតជាប្រភេទផលិតផលផ្សេងៗនិងជាដៃគូសហប្រតិបត្តិការផ្សេងៗដែលបងប្អូនចង់ធ្វើការផលិត brand នៅផលិតផល skin care ផ្សេងៗបងប្អូនអាចធ្វើការទំនាក់ទំនងតាមរយៈ comment នៅក្រោម TikTok នឹងក៏បានឬក៏ក្រោម page នេះក៏បានដើម្បីធ្វើការសួរព័ត៌មានលម្អិតអំពីផលិតផលមួយណាដែលបងប្អូនចង់ផលិតជា branding ខ្លួនឯងផ្ទាល់គឺយើងអាចតាក់ទងតាមរយៈនៅក្រោម comment page ឬក៏ comment TikTok នេះផ្ទាល់ផងដែរបាទជូនពរបងប្អូនទាំងអស់នេះជួបតែសំណាងល្អនិងសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារផងដែរបាទអរគុណច្រើន